គ្នាបាទចឹងថ្ងៃនេះដែរខ្ញុំមកណែនាំពាក្យថ្មីជាបន្តទៀតបងប្អូនអរគ្នាបាទចឹងឥឡូវនេះគឺកុំឲ្យខាតពេលយូរគឺចាប់ផ្ដើមរៀនពាក្យងាយៗហើយពាក្យអស់នេះគឺអាសាប្រើប្រាស់មែនទែននៅក្នុងរោងចក្របងប្អូនអរគ្នាបាទចឹងឥឡូវយើងមកអានទាំងអស់គ្នាបងប្អូនបាទចឹងពាក្យខាងលើពាក្យទី1គឺយើងអានថាឆាងខុពុឆាងខុពុបាទចឹងពាក្យថាឆាងខុពុយើងប្រែថាផ្នែកឃ្លាំងបងប្អូនបាទចឹងពាក្យបន្ទាប់មកទៀតគឺយើងអានថាប៉ៅជួងពុប៉ៅជួងពុប៉ៅជួងពុបាទពាក្យថាប៉ៅជួងពុគឺយើងប្រែថាផ្នែកវិកខ្ចប់បាទចឹងពាក្យបន្ទាប់មកទៀតគឺយើងអានថាជីសៀវពុជីសៀវពុជីសៀវពុបាទចឹងពាក្យថាជីសៀវពុគឺយើងប្រែថាផ្នែកជាងម៉ាស៊ីនបងប្អូនអរគ្នាបាទចឹងពាក្យបន្ទាប់មកទៀតគឺយើងអានថាឈិងជេពុឈិងជេពុបាទពាក្យថាឈិងជេពុគឺយើងប្រែថាផ្នែកអនាម័យហើយពាក្យបន្ទាប់មកទៀតគឺយើងអានថាប៉ៅអានពុប៉ៅអានពុប៉ៅអានពុបាទពាក្យថាប៉ៅអានពុគឺយើងប្រែថាផ្នែកសន្តិសុខរីឯពាក្យបន្ទាប់មកទៀតគឺយើងអានថាប៉ានហ្វាងជូប៉ានហ្វាងជូប៉ានហ្វាងជូបាទពាក្យថាប៉ានហ្វាងជូគឺយើងប្រែថាក្រុមដេអាវគំរូបាទបងប្អូនអរគ្នាហើយពាក្យបន្ទាប់មកទៀតគឺយើងអានថាទៀនកងជូទៀនកងជូទៀនកងជូបាទពាក្យថាទៀនកងជូគឺយើងប្រែថាផ្នែកជាងភ្លើងហើយពាក្យចុងក្រោយគេគឺយើងអានថាសៀវហ្វាងជូសៀវហ្វាងជូសៀវហ្វាងជូបាទពាក្យថាសៀវហ្វាងជូគឺយើងប្រែថាក្រុមពលរដ្ឋអគ្គិភ័យបាទចឹងអាហ្នឹងខ្ញុំមានពាក្យចំណងដើម្បីចែកម្លែកទៅកាន់បងប្អូនអរគ្នាក៏បើសិនជាអ្នកនរគ្នាចូលចិត្តកុំភ្លេចជួយ follow page ជួយ subscribe YouTube channel ម្នាក់មួយផងបាទជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទអរគុណ